ចូលមកមិនខ្លាចទេខ្ញុំប្រាប់ថាមិនបាច់ខ្លាចទេទីនេះខ្ញុំស្គាល់ច្បាស់ណាស់ផ្ទះសំណាក់របស់ពួកកម្មករក្នុងចំការពីមុនធ្លាប់មានមនុស្សនៅប៉ុន្តែពេលនេះគ្រាប់ធ្លាក់រត់ទៅនៅចុងចំការអស់ហើយតើចំការអ្នកណាទៅចំការរបស់អ្នកផ្ទះខ្ញុំហ្នឹងណាខ្ញុំចូលចិត្តមករត់លេងកាលនៅក្មេងៗមិនបាច់បារម្ភទេចំការនេះស្ទើរតែគ្មានអ្នកចាំបារម្ភទៅហើយអ្នកម៉ាក់គាត់ក៏មិនអាចចោះមកមើលគ្មានអ្នកណាដឹងទេថាយើងនៅទីនេះសិនមិនក៏ឯងមកតាមទៅហ៎ស្អែកនេះឯងពីអ្នកចិត្តរៀបការទៅហើយទើបបណ្ដោយឲ្យអ្នកកូនវាទៅជាមួយអ្នកប្រុសរ៉ាត់ទៀតគេអាចទៅមិនការទៅលោកគ្រូដៃគេចិត្តដាច់ទៅហើយលោកគ្រូមិនឃើញទេអ្នកប្រុសរាមហ្នឹងក៏មិនគួរធ្វើអញ្ចឹងដែរលោកគ្រូដឹងក៏ដឹងហើយថាគាត់ជារៀបការស្អែកនោះកុំទៅបន្តទៅគេអីបាត់កលវាមិនទៅជាមួយគេវាច្បាស់ជាមិនចោះតោងទៅខ្លួនឯងទេព្រមនឹងអើយកុំនិយាយប្រយោគនេះឲ្យយើងស្ដាប់ទៀតណាហើយពួកវាចង់ធ្វើយ៉ាងម៉េចគេបង្ខំកូនស្រីយើងថែមទាំងដណ្ដើមគ្នាទៅមើលតែឆ្កែឆ្មាហើយនៅមកធ្វើបាបអាស៊ីនទៀតបាត់មកទៅររឿងតែរហូតតិចបានលឺអស់ទាំងផ្ទះទៅឆាបើថាខ្ញុំររឿងខ្ញុំស្រាយរកភាពយុត្តិធម៌តើទោះខ្ញុំជាមនុស្សគ្មានចំណេះដឹងគ្មានយសគ្មានស័ក្តិដូចជាគេតែខ្ញុំក៏ស្រឡាញ់កូនខ្ញុំចង់ឲ្យវាបានល្អមកខ្លាំងសម្បំណាមិនមែនមានតែឯងនឹងខ្ញុំប៉ុណ្ណោះទេដែលត្រូវក្រៅកាហាយនោះជីវិតរបស់អាពួកអស់នេះដែលវាផ្សាយទុកនឹងយើងណានៅជីវិតពុកម៉ែញាតិមិត្តបងប្អូនវាទៀតខ្ញុំរកចិញ្ចឹមពួកវាមកដោយចំណេះវិជ្ជារបស់ខ្ញុំដោយជីវិតរបស់ខ្ញុំហើយបើខ្ញុំនៅតែឲ្យនាងថ្កុលមកបង្ករឿងបំផ្លាញជីវិតរបស់ពួកអស់នេះខ្ញុំនឹងមានមុខមាត់ឲ្យពួកវាហៅថាគ្រូទៀតខ្ញុំនឹងជាមនុស្សដែរទេលោកគ្រូមិនបាច់តាមទេខ្ញុំនេះវាល្ងងតែនាងភៀនម្នាក់នេះវាក៏ស្រឡាញ់កូនវាយើងចង់ឲ្យវាបានល្អយើងខុសត្រង់ណាពួកឯងប្រាប់យើងមកមើលថាយើងខុសស្អីអាស៊ីនឯងទៅជាមួយយើងមិនពិតយើងមិនជឿប្រុសរ៉ាត់គ្មានថ្ងៃធ្វើខ្លួនចឹងដាច់ខាត់ពួកឯងសំអាងស្អីហ៎មកកុហកយើងវាគឺនិយាយតែតាមការពិតប៉ុណ្ណោះលោកជំទាវយ៉ាងម៉េចអាស៊ីនឯងឃើញតើមែនទេអាមាត់ថោកទៀតអូលោកជំទាវលោកជំទាវម្ចាស់លោកជំទាវឲ្យធ្វើចិត្តឲ្យតិចសិនទៅធ្វើចិត្តឲ្យតិចកុំមួម៉ៅអីលោកជំទាវនេះលេងយើងវាយផ្ដៅវាបន្តិចទៅមាត់វាថោកទៀតអាមាត់ថោកទៀតនេះលោកជំទាវកុំអីលោកជំទាវកុំអីបានហើយលោកជំទាវប៉ុណ្ណឹងបានហើយលោកជំទាវមួយសិនអីលោកជំទាវឈប់លោកជំទាវឈប់សិននាងខ្ញុំមិនឈប់ទេលោកបោកមកគឺល្អហើយស្ដាប់សម្ដីវាមើលទៅកូនរបស់យើងនេះស្គាល់ល្អស្គាល់អាក្រក់ត្រូវមានស្គាល់តាក់ទាញឲ្យតាមទៅវានៅហ៊ានមកមួយបង្កាច់ចោលថាកូនរបស់យើងនេះនាំរត់តែទុកឲ្យវានៅធ្វើស្អីទៀតទុកវានៅធ្វើស្អីបើមិនឈប់តើយើងហ៊ានដឹងរឿងដែរទេ
ហេ នាងភៀនដែលនាងយករឿងនេះមកប្រាំត្រូវការឲ្យខ្ញុំធ្វើយ៉ាងម៉េច នាងខ្ញុំមិនត្រូវការស្អីនោះទេនាងកុហកចង់ឲ្យយើងជឿហ៎ថាឯងគ្រាន់តែមកប្រាប់ដំណឹងតែប៉ុណ្្នឹងនោះនាងខ្ញុំគ្រាន់តែត្រូវការឲ្យលោកម្ចាស់ជ្រាបថាអ្នកប្ររ៉ាត់មិននាំខ្លួនកូនស្រីខ្ញុំម្ចាស់ទៅទោះជាគ្រាន់តែជាកូននាងភៀនតែវាក៏មានតម្លៃមានកិត្តិយសស្មើនឹងនារីដទៃដែរលោកម្ចាស់ នេះនាងចង់ឲ្យខ្ញុំព្រមទទួលកូនស្រីនាងចឹងអី មិនបាននោះទេលោកបងមិនបានទេណាខ្ញុំមិនព្រមទេមិនបានទេនាងខ្ញុំមិនព្រមកុំធ្វើចិត្តដាច់ខាត់ណាលោកបងតាមតែលោកម្ចាស់មេត្តាទៅចោះនេះឯងចង់បានក្តីមេត្តាមែនទេចង់បានក្តីមេត្តាក៏ទៅសុំទៅនៅឯវត្តនោះទៅកុំមកសុំនៅទីនេះឲ្យយើងស្លាប់ទៀតយើងក៏គ្មានថ្ងៃមេត្តាអាពួករមិលគុណដូចជាមួយឯងដែរចាប់ទុកក្នុងខួរក្បាលផងទៅក្តៅនាងភៀនខ្ញុំមេត្តាថ្កុលមិនបានទេ ហេតុអីទៅលោកម្ចាស់ ខ្ញុំស្គាល់កូនប្រុសខ្ញុំច្បាស់ខ្ញុំមិនចង់ឲ្យកូនស្រីរបស់ភៀនត្រូវមកខូចចិត្តនៅពេលក្រោយ អ្នកប្រារ៉ានគិតស្អីហ្នឹងកំអីនេះ មិនបាច់ខ្លាចទេខ្ញុំមិនបំផ្លាញកិត្តិយសរបស់ថ្កុលទេ តែអ្នកប្រារ៉ានកំពុងតែធ្វើហើយ ខ្ញុំគ្រាន់តែត្រេកអរតែប៉ុណ្ណោះឯងដែលយើងបាននៅជាមួយគ្នាម្ដងទៀតដោយការដែលយើងជួបគ្នាពីដំបូង កំអីនេះ ខឹងហ៎ខ្ញុំសុំទោសណាថ្កុលខ្ញុំប្រហែលជាជាប់ទម្លាប់បារាំងជ្រុលបន្តិចហើយតទៅខ្ញុំលែងធ្វើទៀតហើយ សន្យាណាអ្នកប្រារ៉ាន ខ្ញុំសន្យាអ្នកប្ររ៉ាននៅឯណាអ្នកប្ររ៉ានហើយបាត់ទៅណាអញ្ចឹងនេះនៅនីងតើ ណាអ្នកប្ររ៉ាត់ដែរណា ណែរកមិនឃើញទេទៀនប្រង ហេតុអីថារកមិនឃើញឯងរកច្បាស់ហើយនៅ រកសពកន្លែងហើយរកសពកន្លែងហើយទៀនប្រងធ្វើដៃចែកទូករបស់ប្រុសរ៉ាតវាមិនកើតការប្រមាណទេគេអាចទៅបានចម្ងាយណាពួកខ្ញុំនឹងជួយចេញតាមរកយប់នេះឲ្យឃើញទៀនប្រង យប់ងងឹតថ្មើរហ្នឹងឯងហើយតែឯងមើលស្អីឃើញស្រួលមិនស្រួលនេះទៅត្រូវបលាស្អិនរត់ទៅចាំឲ្យមេឃភ្លឺចាំចេញទៅតាមរមម្ដងទៀតធ្វើដៃចែកទូកដូចជាប្រុសរានទៅណាមិនបានឆ្ងាយទេ